có nghĩa chẳngនៅក្នុងវីដេអូថ្ងៃនេះយើងធ្វើការ reaction ទៅកាន់ការរត់ប្រណាំងឬក៏ racing រវាង speed ជាមួយនឹង Daniel Labelle អញ្ចឹងសម្រាប់អ្នកដែលគាត់តាមដានទៅ TikTok របស់ខ្ញុំប្រកាសជាដឹងហើយថាណាគេជាអ្នកឈ្នះរវាង speed ជាមួយនឹង Daniel Labelle ក៏តែនៅក្នុងវីដេអូនេះខ្ញុំចង់នាំដល់នេះទៅមើលការ racing នឹងទាំងអស់គ្នាថាតើពីណាគេជាអ្នកលឿនជាងហើយតើ Daniel Labelle នឹងគាត់បានដាក់ rule ឲ្យគេខ្លះទៅកាន់ speed មុនពេលដែលគាត់ចូលប្រកួតជាមួយនឹង speed ពលហើយមុននឹងយើងចូលទៅដល់វីដេអូរបស់យើងខ្ញុំចង់ introduce អ្នកនេះឲ្យបានស្គាល់ពី speed សិនតើគាត់ជាណាគេហើយជាមួយនឹង Daniel Labelle នឹងតើគាត់ជាណាគេបានជាទៅហ៊ានប្រកួតជាមួយ speed bike ហ្នឹងអញ្ចឹងសម្រាប់ speed ដែលយើងស្គាល់គាត់ថាជា Isho Speed ឬមួយក៏ Darren Bodkin Jr. ដែលគាត់ក៏ធ្លាប់មកលេងក្នុងប្រទេសកម្ពុជារបស់យើងដូចគ្នាហើយគាត់គឺជា influencer មកពីសហរដ្ឋអាមេរិកហើយក៏ជា streamer ម្នាក់ផងដែរដែលឥឡូវនេះផ្ទាល់គឺគាត់មានអ្នក follow ដល់ទៅមានអ្នក subscribe ដល់ទៅ40.1 អានោះគឺច្រើនខ្លាំងមែនតើតែម្ដងនៅលើ YouTube channel របស់គាត់បើយើងនិយាយឲ្យងាយទៅគឺថាខ្ញុំតាមដានគាត់ដែរបើកន្លែងមើលទៅគឺថាមួយថ្ងៃគាត់ឡើងដល់ទៅ 100k subscriber ឯណោះគឺវាច្រើនខ្លាំងមែនតើតែម្ដងបញ្ជាក់ speed គាត់ក៏ធ្លាប់បានធ្វើការរត់ប្រណាំងជាមួយនឹង athlete នៅក្នុង Olympic ម្នាក់ផងដែរដែលគាត់រត់លឿនខ្លាំងមែនតើតែម្ដងហើយក៏មានឈ្មោះថា Noah Lyles សម្រាប់អ្នកឈ្នះគឺទទួលបានទឹកប្រាក់ដល់ទៅ$100,000 ឯណោះហើយសម្រាប់ចម្ងាយនៃការរត់ប្រណាំងវិញគឺ50ម៉ែត្រទេចុងក្រោយគឺ speed ជាអ្នកចាញ់ Noah តតែ yes speed គាត់គ្រាន់តែជា streamer ទេទៅរត់ប្រណាំងជាមួយនឹង athlete រត់មិនឈ្នះគេក៏ប៉ុន្តែខ្ញុំក៏លេចមើលទៅ speed 2នឹងឈ្នះទាំងអស់នេះ This guy is fucking fast man ហើយមួយទៀតខ្ញុំភ្លេច mention ថា speed គាត់ក៏ធ្លាប់បានធ្វើការរត់ប្រណាំងជាមួយនឹង fitness influencer ដ៏ល្បីម្នាក់ជាមួយនឹង morning routine របស់គាត់ដែលគាត់មានឈ្មោះថា Aston Hall ផងដែរក៏ប៉ុន្តែ Sadly Aston Hall គឺចាញ់ speed ដាច់យកបដៅឥឡូវនេះគឺយើងក៏លេចមើលមកកាន់ Daniel Labelle របស់យើងវិញម្ដងដែលគាត់គឺជា TikToker ដ៏ល្បីមួយរូបផងដែរមានអ្នក follow រាប់លានអ្នកដូចគ្នាហើយពេលច្រើនគឺគាត់ល្បីដាក់ទៅជាមួយនឹងវីដេអូដែលគាត់រត់ប្រណាំងនៅក្នុងផ្ទះរបស់គាត់រត់យន្តរបស់នេះដាក់កន្លែងនេះយន្តរបស់នេះដាក់កន្លែងនោះហើយយកបោះពេញផ្ទះយើងទៅហើយគាត់រត់លឿនខ្លាំងមែនតើយកតែម្ដងរត់ប្រណាំងមួយឡានទៀតនៅតែឈ្នះឡាននេះនៅតែឈ្នះជាមួយឡានតទៅមុខទៀតដល់ខែ6ថ្ងៃទី14គឺថា speed បានហៅ Daniel Labelle ហ្នឹងប្រកួតគ្នាមួយស្មើយកតែម្ដងនិយាយទៅថាហៅមកដល់កន្លែង speed ដើម្បីរត់ប្រណាំងគ្នាយកមកនិយាយ speed នេះគឺឆៅមែនទេអញ្ចឹងតោះកុំឲ្យចាំយូរទៀតយើងទៅមើលថ្ងៃដែលពីរអ្នកគាត់បានបញ្ចុតគ្នាវិញម្ដងគឺថាថ្មីនេះដែរទេត្រឹមតែ3ម៉ោងមុនហ្នឹងនៅលើ channel YouTube របស់ speed ផ្ទាល់ដែលគាត់ live stream យកតែម្ដងតោះឥឡូវនេះយើងមកមើល reaction ទាំងអស់គ្នាតើពីណាលឿនជាងអូមួយទៀតដល់នេះខ្ញុំភ្លេចប្រាប់តើតជាមួយនឹងការរត់មួយនេះផងដែរគឺថា Daniel Labelle គាត់ក៏បានធ្វើការដាក់ច្បាប់ជាមួយក៏ rule កាន់ speed ដូចគ្នាទៅលើការរត់ប្រណាំងមួយហ្នឹងព្រោះថាគាត់គិតថាបើសិនបើគាត់អត់ធ្វើច្បាប់ហ្នឹងទេគាត់ដឹងតែចាញ់ speed 100%យកតែម្ដងអញ្ចឹងច្បាប់ទី1ដែលគាត់បានដាក់ហ្នឹងគឺតើតជាមួយនឹងការរត់ប្រណាំងមួយហ្នឹងត្រូវតែឲ្យ speed ពាក់ស្បែកជើងបើសិនបើ speed អត់ពាក់ស្បែកជើងទេគឺអត់រត់ទេអញ្ចឹង rule ទី1គឺឲ្យ speed ពាក់ស្បែកជើងដោយសារគេគាត់ឃើញថា speed ហ្នឹងគឺខ្លាំងមែនតើតាមម្ដងដល់ពេលដែលគាត់ដោះស្បែកជើងព្រោះតាំងពីតូចមកគឺគាត់ train បាល់ទាត់ train អីហ្នឹងគឺគាត់មិនដែលពាក់ស្បែកជើងទេអញ្ចឹងកាលណាដែលគាត់រត់អត់ពាក់ស្បែកជើងគឺលឿនខ្លាំងមែនតើយកតាមម្ដងដូចយើងអញ្ចឹងពេលរត់អត់ស្បែកជើងគឺរត់លឿនមែនតើអញ្ចឹងគាត់បាន rule នៅកន្លែងមួយហ្នឹងដាក់ថាតម្រូវឲ្យអ្នកទាំងពីរដែលចុះប្រកួតហ្នឹងត្រូវតែពាក់ស្បែកជើងដូចគ្នាហើយសម្រាប់ច្បាប់ទី2វិញគឺតាក់ទងជាមួយនឹងចម្ងាយដំបូងគឺថា speed បាន agree ជាមួយនឹងចម្ងាយនៃការរត់ពីដើមទៅដល់ចប់ហ្នឹងគឺ60ម៉ែត្រក៏តែដោយសារតែ Daniel Labelle ហ្នឹងគឺគាត់ជាមនុស្សអ្នកដែលរត់អត់សូវហត់ជាង speed ទេអញ្ចឹងគាត់គិតថាបើសិនបាននៅក្នុងករណីដែលគាត់ដាក់ត្រឹមតែ60ម៉ែត្រគឺគាត់ដឹងតែចាញ់ speed ទេអញ្ចឹងគាត់ត្រូវតែឡើង20ម៉ែត្រទៀតឲ្យដល់80ម៉ែត្រដើម្បីអីគឺដើម្បីរត់ឲ្យឈ្នះ speed អញ្ចឹងគាត់ជាមនុស្សអ្នកដែលអត់សូវហត់កាលណាដែលគាត់រត់ហត់60ម៉ែត្រហ្នឹងគឺគាត់ដឹងតែអត់ហត់ទេអញ្ចឹងគាត់អាចបន្តដំណើរទៅមុខដើម្បីឈ្នះបានគាត់តែ speed គឺគាត់ជាមនុស្សអ្នកដែលរត់ឆាប់ហត់អញ្ចឹងកាលណាដែលគាត់ដាក់60ម៉ែត្រគឺគាត់ឈ្នះលឿនណាអញ្ចឹងគាត់ក៏បានដាក់ឡើងទៅ80ម៉ែត្រទៅលើ rule ទី2សម្រាប់ rule ទី3វិញដូចយើងបានដឹងអញ្ចឹងគឺថា speed បានប្រកួតទៅលើជាមួយនឹងអ្នករត់ល្បីចំនួន7នាក់គឺថា speed អ្នក7-0យកតែម្ដងអញ្ចឹង speed នេះគឺខ្លាំងមែនទេហើយ rule ចុងក្រោយនេះគឺ Daniel Labelle ចង់វាយយកតំណែងរបស់ speed ឲ្យដាំក្បាលចុកក្រោមគឺគាត់ជាអ្នកដែលទប់ speed 1 ទល់នឹង 7មានន័យថាគាត់ចង់ជាអ្នកដែលបិទ speed អត់ឲ្យឈ្នះតទៅមុខទៀតទេអញ្ចឹង rule ចុងក្រោយគឺគាត់ធ្វើមិនក៏ដោយត្រូវតែឈ្នះ speed ឲ្យបានអូវេទាំងអស់នេះហើយមួយទៀតខ្ញុំភ្លេចនិយាយអាពេលដែល speed គាត់រត់ហ្នឹងណាជើងរបស់គាត់អាកន្លែងនេះគឺគាត់ឈឺជើងអញ្ចឹងវាលក្ខណៈថាគាត់រៀងមានបញ្ហាទៅលើជើងរបស់គាត់បន្តិចបន្តួចក៏តែមិនអីទេសម្រាប់ speed អូខេអូយចូលមកចុះអាណាចេញមកគឺ speed ឈ្នះបានហ្នឹងចោលបាត់
ôi vai bro vai xin point rồi su man chỗ cuma pas lướt men à mày chi man lại dương dương và to tha tơ race pool mà nữa rồi mui ô quan hóa không rồi mà ngoa mà ơi khôi kì trong máy ơi à bạn đại nhỏ ơi Honestly, man, you got the stamina too. I almost feel like you're better at 80 than 60. Yeah, I get my top speed work later. People don't know that. With Ashton's race too, you're gaining. Yeah, I was getting them at the end. I love you. Everybody touch from W, Daniel. អូខេអញ្ចឹងយើងដឹងហើយថាអ្នកគេជាអ្នកឈ្នះទៅលើការប្រកួតមួយហ្នឹងសម្រាប់ speed គឺអាប៉ែនឹងរត់លឿនខ្លាំងមែនតើយកតាមដង this guy is fucking fast bro ម៉ែរត់ឡើងឈ្នះគេមើល Aston Hall ក៏ឈ្នះ Daniel Labelle នេះគឺសិតតែជាអ្នកដែលរត់លឿននៅក្នុង TikTok រត់ប៉ុណ្ណាំងឡានណាតែ speed វ៉ាដាច់ទាំងអស់អញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេហើយបើចង់ឃើញវីដេអូបែបហ្នឹងទៀតកុំភ្លេច share កុំភ្លេច subscribe ហើយ like វីដេអូនេះ share ម្នាក់មួយផងអញ្ចឹងជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយ see you